នេះគឺជាដំណឹងដ៏គួរឲ្យរំភើបមួយបន្ទាប់ពីរុស្ស៊ីបានប្រកាសថាអ្នកជំងឺដែលបានចាក់វ៉ាក់សាំងព្យាបាលជំងឺមហារីកបានបង្ហាញនូវសញ្ញាវិជ្ជមានយ៉ាងខ្លាំងដោយមានសុខភាពធម្មតាឡើងវិញនិងបង្កើតបាននូវភាពស៊ាំយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសុក្រទី31ខែកក្កដាឆ្នាំ2026អ្នកជំងឺគឺជាបុរសវ័យ60ឆ្នាំម្នាក់ដែលមានជំងឺមហារីកស្បែកដំណាក់កាលទី3និងមានការរីករាលដាលនៃកោសិកាមហារីកផងដែរបន្ទាប់ពីទទួលបានការចាក់វ៉ាក់សាំងដែលមានឈ្មោះថា Neoncovax កាលពីខែមេសាកន្លងទៅស្ថានភាពសុខភាពរបស់អ្នកជំងឺរូបនេះមានភាពល្អប្រសើរធម្មតាខណៈដែលលទ្ធផលពិនិត្យបានបញ្ជាក់ថាប្រព័ន្ធភាពស៊ាំក្នុងខ្លួនរបស់គេត្រូវបានជំរុញឲ្យកើនឡើងយ៉ាងខ្លាំងដែលផ្ដល់នូវក្តីសង្ឃឹមយ៉ាងមុតមាំឆ្ពោះទៅរកការព្យាបាលជំងឺមហារីកឲ្យជាសះស្បើយជាស្ថាពរទោះបីជាយ៉ាងណាក៏ដោយអ្នកជំងឺនៅតែតម្រូវឲ្យបន្តទទួលការព្យាបាលបន្ថែមដោយត្រូវចាក់វ៉ាក់សាំង Neoncovax ចំនួន2ដូសទៀតបូករួមទាំងការលេបថ្នាំ Oncopep ជាប្រចាំខណៈបច្ចុប្បន្នបុរសរូបនេះកំពុងសម្រាកព្យាបាលយ៉ាងដិតដល់នៅវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីក Hersen Moscow ជុំវិញបញ្ហានេះលោក Alexander Ginsburg នាយកផ្នែកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវ Gamaleya ដែលជាស្ថាប័នចូលរួមអភិវឌ្ឍវិធីសាស្ត្រព្យាបាលនេះបានឲ្យដឹងថាអ្នកជំងឺមានអារម្មណ៍ល្អធម្មតានិងកំពុងបន្តទទួលការព្យាបាលលទ្ធផលតេស្តបានបង្ហាញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំក្នុងកម្រិតវិជ្ជមានខ្លាំងពោលគឺរាងកាយអាចផលិតសមាសធាតុសកម្មចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរាលដាលនៃដុំសាច់មហារីកគួរបញ្ជាក់ផងដែរថាវ៉ាក់សាំងព្យាបាលនេះគឺជាប្រភេទ mRNA ដែលត្រូវបានរចនាឡើងដើម្បីជួយឲ្យប្រព័ន្ធភាពស៊ាំអាចស្គាល់មេរោគនិងកម្ចាត់កោសិកាមហារីកបានយ៉ាងមានប្រសិទ្ធភាពដោយវាមានតួនាទីមិនត្រឹមតែការពារប៉ុណ្ណោះទេប៉ុន្តែថែមទាំងព្យាបាលផ្ទាល់តែម្ដងយោងតាមទិន្នន័យស្ថិតិបានបង្ហាញថាជំងឺមហារីកនៅតែជាមូលហេតុចម្បងនៃការបាត់បង់ជីវិតមនុស្សជាសកលដោយអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថាត្រឹមឆ្នាំ2025មានមនុស្សប្រមាណ 9.96 លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺមហារីកនៅលើពិភពលោក